កប៉ាល់ថៃត្រូវមីស៊ីលបាញ់ឆេះហុយផ្សែងទ្រលំពេញមេឃនៅពេលបើកចិត្តដល់ដែនសមុទ្រអ៊ីរ៉ង់ទីក្រុងតេអេរ៉ង់ថ្ងៃនេះថៃមានទុកជាទម្ងន់បន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ខ្លួនបើកកាត់ច្រកសមុទ្រហូម៉ូសដែលអ៊ីរ៉ង់បានដាក់ជាតំបន់ក្រហមជាច្រើនថ្ងៃមកហើយព័ត៌មានបឋមផ្សាយថានាវារបស់ថៃមួយគ្រឿងរងការវាយប្រហារបណ្ដាលឲ្យឆេះនៅក្នុងភ្លើងយ៉ាងសន្ធោសន្ធៅនិងបញ្ចេញផ្សែងហុយទ្រលំពេញផ្ទៃអាកាសប្រភពខ្លះអះអាងថាអ្នកបម្រើការនៅលើនាវានោះចំនួន20នាក់ត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលាចំណែក3នាក់ទៀតបាត់ខ្លួនរហូតមកដល់ពេលនេះមិនទាន់ដឹងថាស្លាប់ឬនៅរស់នៅឡើយទេនេះបើយោងតាមក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃផ្សព្វផ្សាយកាលពីមុននេះបន្តិចក្រសួងដដែលនេះប្រកាសថាក្រោយពេលមានគ្រាប់មីស៊ីលបាញ់ទៅចំកប៉ាល់នោះបុគ្គលិកបម្រើការនៅលើនោះមិនបង្អែបង្អង់យូរទេពួកគេចាប់ទាញទូកកៅស៊ូតូចៗទម្លាក់ទៅលើទឹកសមុទ្រនិងជិះគេចខ្លួនចេញពីកប៉ាល់ដែលឆេះក្រោយមកកងទ័ពជើងទឹករបស់ប្រទេសអូម៉ង់ជួយសង្គ្រោះពួកគេឲ្យរួចផុតពីសេចក្តីស្លាប់អាជ្ញាធរអះអាងថាហេតុការឆេះកប៉ាល់របស់ថៃនោះកើតឡើងនៅផ្នែកកន្សៃបណ្ដាលឲ្យមានភ្លើងឆេះនៅបរិវេណម៉ាស៊ីនកប៉ាល់ចំពេលដែលអ្នកបាត់ខ្លួនទាំង3នាក់កំពុងតែបំពេញការងារនៅកន្លែងនោះតាមរយៈរូបភាពជាវីដេអូក្តីជារូបសញ្ញាក្តីដែលសាក់សីនៅកន្លែងកើតហេតុថតបាននិងបង្ហោះនៅលើបណ្ដាញសង្គមគេឃើញផ្សែងដ៏ខ្មៅងងឹតហោះចេញពីកប៉ាល់ដែលរងការបាញ់ប្រហារមើលទៅគួរឲ្យព្រឺព្រួចណាស់ទីភ្នាក់ងារព័ត៌មាន ANI បង្ហោះរូបកប៉ាល់ឆេះអមដោយការសរសេរអក្សរពីលើនោះថាកប៉ាល់ដឹកទំនិញមួយគ្រឿងដែលដោតទង់ជាតិប្រទេសថៃបានរងការបាញ់ប្រហារនៅច្រកសមុទ្រហូម៉ូសបណ្ដាលឲ្យខូចខាតយ៉ាងដំណំនិងបង្ខំឲ្យអ្នកបម្រើការនៅលើនោះ23នាក់ជម្លៀសខ្លួនរហូតមកដល់ពេលនេះក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្សដែលបាត់ខ្លួនទាំង3នាក់នេះបើយោងតាមក្រសួងដឹកជញ្ជូនរបស់ថៃក្រសួងនេះអះអាងថាគេមិនទាន់ដឹងពីមូលហេតុអ្វីបានជាកប៉ាល់នេះរងការវាយប្រហារទេហើយក៏មិនដឹងថាតើគ្រាប់មីស៊ីលនោះជាស្នាដៃរបស់អ្នកណាឬប្រទេសណាទេនាវាដែលមានឈ្មោះថា Tham Yuri Nari Bangkok រងការវាយប្រហារដោយមីស៊ីលនៅពេលបើកដល់ដែនសមុទ្រប្រទេសអ៊ីរ៉ង់មុនពេលកើតហេតុនាវានេះចាក់ចេញដំណើរពីទីក្រុងឌូបៃប្រទេសអារ៉ាប់រួមសម្ដៅទៅប្រទេសឥណ្ឌាកងទ័ពជើងទឹកប្រទេសអូម៉ង់មិនទាន់បញ្ចេញរបាយការណ៍លម្អិតពាក់ព័ន្ធនឹងការជួយសង្គ្រោះអ្នកបម្រើការនៅលើនាវានោះទេហើយក៏មិនទាន់បញ្ចេញរបាយការណ៍ពាក់ព័ន្ធនឹងការខូចខាតនាវានោះនៅឡើយដែរប៉ុន្តែក្រុមអ្នកស៊ើបអង្កេតចាប់ផ្ដើមពិនិត្យមើលសំណុំរឿងនេះជាបណ្ដាហើយហេតុការណ៍នេះកើតឡើងចំពេលដែលស្ថានភាពសឹកកំពុងឡើងកម្ដៅខ្លាំងនៅក្នុងសង្គ្រាមរវាងប្រទេសអ៊ីរ៉ង់ទល់នឹងអាមេរិកនិងអ៊ីស្រាអែលនៅក្នុងស្ថានភាពនេះបណ្ដាក្រុមហ៊ុនដែលផ្ដល់សេវាដឹកទំនិញកាន់តែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពក្នុងការដឹកជញ្ជូនតាមកប៉ាល់កាត់តាមច្រកសមុទ្រដ៏តូចចង្អៀតហូម៉ូសប៉ុន្មានសប្ដាហ៍ចុងក្រោយនេះមានការរារាំងឬរហូតដល់គំរាមកំហែងបាញ់កំទេចពីសំណាក់យោធាអ៊ីរ៉ង់ទៅលើកប៉ាល់ណាដែលខ្លួនយល់ថាមានចរិតប្រហើនមិនព្រមស្ដាប់តាមការព្រមានរបស់ខ្លួនក្រុមហ៊ុនខ្លះសុកចិត្តបើកកប៉ាល់ជិះពីច្រកសមុទ្រហូម៉ូសនិងបើកផ្លូវវាងដើម្បីបង្កើនធានាសុវត្ថិភាពតើលោកដូណាល់ត្រាំនឹងគិតយ៉ាងណាទៀតចំពោះបញ្ហានេះទើបតែកន្លងផុតទៅថ្មីនេះប៉ុណ្ណោះលោកដូណាល់ត្រាំទាមទារឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រហូម៉ូសបើមិនដូច្នេះទេលោកថាយោធាអាមេរិកនឹងបង្កើនការវាយប្រហារលើសមុន20ដងលោកថាលោកធ្វើនេះដើម្បីជាកាដូសម្រាប់ប្រទេសចិននិងបណ្ដាប្រទេសដទៃទៀតដែលត្រូវការដឹកទំនិញកាត់ច្រកសមុទ្រហូម៉ូស